លោកប៉ែបដាក់គោលដៅថ្មីមួយនេះជាមួយនឹងភ្នំពេញការដើម្បីបង្កើតកំណត់ត្រាថ្មីឧបត្ថម្ភដោយមីហិល7យ៉ាងកូរ៉េណូរសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ចិត្តគ្រូបង្វឹករបស់ប្រខណ្ឌរាជស្វាយរៀងមិនទាន់ស្គាល់ជ័យជំនះទេក្នុងការដឹកនាំក្រុមប្រខណ្ឌរាជស្វាយរៀងទៅលេងនៅទឹកដីរបស់ភ្នំពេញក្រោតមុនពេលត្រូវជួបគ្នាជាលើកទី7ក្រោមការដឹកនាំរបស់លោកនៅក្នុងលីកកំពូលកម្ពុជាក្លឹបភ្នំពេញក្រោតត្រូវបើកទ្វារទទួលប្រខណ្ឌរាជស្វាយរៀងវេលាម៉ោង6ល្ងាចថ្ងៃសៅរ៍ទី5ខែមេសាឆ្នាំ2025សម្រាប់ការប្រកួតជើងទី1វគ្គ6ក្រុមកំពូលចុងក្រោយនៃ Pinowan Cambodia Premier League គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក្លាយជាឧបសគ្គធំបំផុតសម្រាប់លោកគ្រូអូឡេគិតចាប់តាំងពីលោកចូលមកដឹកនាំប្រខណ្ឌរាជស្វាយរៀងកាលពីឆ្នាំ2023ទោះបីជាយ៉ាងណានៅក្នុងវគ្គប្រកួតសន្សំពិន្ទុនៅទឹកដីរបស់ភ្នំពេញក្រោនលោកប៉ែបមិនទាន់ស្គាល់រសជាតិជោគជ័យនៅឡើយទេជួបគ្នា3លើកនៅកីឡាដ្ឋាន Smart OSN ប្រខណ្ឌរាជស្វាយរៀងចាញ់1និងស្មើ2ប៉ុន្តែគិតសរុបគឺ6លើកទាំងក្នុងដីនិងក្រៅដីការប្រកួតនៅក្នុងលីកភ្នំពេញក្រោនឈ្នះប្រខណ្ឌរាជស្វាយរៀងតែ1ដងគត់ខណៈ2ដងស្មើនិងចាញ់3លើកប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរលើកទី1ប្រខណ្ឌរាជស្វាយរៀងឈ្នះភ្នំពេញក្រោនក្នុងលទ្ធផល3-1នៅថ្ងៃទី26ខែមករាឆ្នាំ2025លើកទី2ភ្នំពេញក្រោនឈ្នះប្រខណ្ឌរាជស្វាយរៀងក្នុងលទ្ធផល4-3នៅថ្ងៃទី20ខែតុលាឆ្នាំ2024លើកទី3ភ្នំពេញក្រោនស្មើជាមួយនឹងប្រខណ្ឌរាជស្វាយរៀងនៅថ្ងៃទី12ខែឧសភាឆ្នាំ2024លើកទី4ប្រខណ្ឌរាជស្វាយរៀងឈ្នះភ្នំពេញក្រោនក្នុងលទ្ធផល3-2នៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2024លើកទី5ភ្នំពេញក្រោនស្មើជាមួយនឹងប្រខណ្ឌរាជស្វាយរៀងនៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2023និងលើកទី6ចុងក្រោយប្រខណ្ឌរាជស្វាយរៀងឈ្នះភ្នំពេញក្រោនក្នុងលទ្ធផល2-1នៅថ្ងៃទី11ខែសីហាឆ្នាំ2023